សួស្តីបងប្អូនទាំងគ្នា welcome back មកកាន់វីដេអូថ្មីសម្រាប់ថ្ងៃនេះខ្ញុំចង់បង្ហាញតើតើមួយ episode ទី4ដែលយើងនិយាយតើតើជាមួយនឹង liquidity អញ្ចឹងតើតើមួយ liquidity យើងបាន drop មេរៀនហើយទៅកាន់អ្នកទាំងអស់គ្នាតើតើមួយមេរៀនទី1ក៏ដូចជាមេរៀនទី2អញ្ចឹងតើតើជាមួយនឹងមេរៀន liquidity យើងដឹងថាជា liquidity របស់ season អញ្ចឹង liquidity របស់ season យើងដឹងថាអាណាជា season របស់ season មួយណាមាន Energy London and New York អញ្ចឹងទៅអញ្ចឹងយើងស្គាល់យើងដឹងយើងឃើញយើងបានរៀនហើយអញ្ចឹងយើងដឹងថា liquidity មួយណាជា boss season អញ្ចឹង liquidity sweep ហ្នឹងវាអាច sweep boss season ខ្លួនឯងឬក៏ season ណាផ្សេងក៏ដោយក៏អាច sweep season ខ្លួនឯងបានឬក៏អាស៊ីទៅ sweep London ឬក៏យក London ទៅ sweep អាស៊ីឬក៏ London ទៅ sweep New York អញ្ចឹងទៅវា cycle វាជារង្វង់បានន័យថាវាទៅ sweep ជាមួយណាក៏បានដែរអត់ប្រកាន់ទេណាអញ្ចឹងតើតើមួយ liquidity sweep គឺវា sweep ដោយ week អញ្ចឹងតើតើមួយ week យើងដឹងហើយថាអាណាជា week អាណាជា candle អាណាជា body អាណាជា liquidity អូខេអញ្ចឹងយើងមើលមកអានេះគឺជា liquidity របស់គេរបស់អាស៊ីអញ្ចឹងយើងមើល liquidity នេះអញ្ចឹង liquidity sweep គឺវា sweep ដោយ week នៅពេលដែល candle វាឡើងទៅវាទៅឡើងទៅ sweep ហើយអញ្ចឹង maximum នៃការ sweep របស់វាចន្លោះពី3លេខទៅ5លេខណាជាមើលជាក់ស្ដែងទៅកាន់ time frame មកបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នា analyze ក្នុង time frame មួយណាតែជាទូទៅខ្ញុំ recommend ឲ្យ analyze ក្នុង high time frame ចាប់ពី daily 4ម៉ោង1ម៉ោងអីចឹងទៅណាអញ្ចឹងតើតើមួយ liquidity sweep អ្នកទាំងអស់គ្នាឃើញនៅពេលដែលវា sweep ដោយ week អញ្ចឹង maximum នៃការ sweep របស់វានេះចន្លោះពី3លេខទៅ5លេខអញ្ចឹងអ្នក trade support resistance គេ trade នៅគេនៅresistance នេះអញ្ចឹង low យើងចាប់ទៅជា liquidity ប៉ុន្តែ liquidity low ប៉ុន្តែអ្នក trade support resistance គេតែអានេះជា support and resistance អញ្ចឹងឲ្យទៅដល់ resistance គេ share តម្លាក់ចុះមកប៉ុន្តែយើងមើលទៅលើ ICT អត់ទេយើងអត់ share នៅតម្លៃresistance ទេដោយសារអី liquidity វាត្រូវតែមកយក liquidity ត្រូវតែមក clear អត់តនេះវាត្រូវតែមក clear តម្លៃ liquidity ហ្នឹងឲ្យអស់ហើយមិនវាចុះមកវិញអញ្ចឹងអ្នក trade support resistance share នៅកន្លែង resistance នេះអូខេ SL គេដាក់ណា4លេខឬក៏5លេខនេះខាងលើអញ្ចឹងទីផ្សារបច្ចុប្បន្នវាឡើងមក clear liquidity ហើយវាចុះមកវិញអញ្ចឹងតើតើមួយ ICT យើងអត់ entry នៅកន្លែង resistance ទេយើងចាំវា sweep សិនចាំយើង share តែមកអញ្ចឹងមេរៀននេះយើងដឹងថាអានេះជា liquidity sweep យើងឃើញ liquidity sweep វា sweep ហើយវា confirm model ចាំយើងលេងអញ្ចឹងដំបូងយើងអត់តន់ទៅដល់ model បែបណាទេយើងរៀនទៅលើ condition របស់វាសិនពីមេរៀនពី step by step បានថាចាប់ផ្ដើមពីចំណុចដំបូងមិនមែនយើងចាប់ផ្ដើមភ្លាមយើងអាច trade បានលុយភ្លាមទេអត់ទេវាទាមទារពេលវេលាវាទាមទារ experience វាទាមទារបទពិសោធន៍នៅក្នុងការចូលទីផ្សារមិនមែនឲ្យតែឃើញឡើងខ្ពស់យើងរកឱកាស sell ចុះមកដល់ក៏ឱកាស buy ទេអត់ទេណាកុំរំពឹងថានៅពេលដែលវាឡើងទៅដល់ high ហើយ share តម្លាក់មកពីបាន long position វែងអត់ទេពីទូទៅផ្សារវាមិនមែនដូចអ្វីដែលយើងគិតទេបើស្រួលម្លឹងគេ trade ខ្លាយជាអ្នកមានអស់ហើយណាអញ្ចឹងយើងមើលមកយើងមើល price action ជាក់ស្ដែងនៅពេលដែលវាបង្ហាញទៅវា liquidity sweep វា sweep ហើយវាបង្ហាញ model របស់យើង entry យើងចូលមកណាយើងមើល price action មិនមែនថាឲ្យតែប៉ះ liquidity sweep យើង share តម្លាក់ឬក៏ liquidity run យើងរកឱកាស buy ឡើង 100% ទេយើងមើល price action ដូចគ្នាណាអញ្ចឹងយើងត្រឡប់ទៅកាន់មេរៀនយើងវិញ liquidity sweep បើសិនជាអ្នកទាំងអស់គ្នាឃើញអានេះជា liquidity high របស់អាស៊ីអានេះជា high របស់ New York ឃើញទេ New York ឡើងទៅ sweep អាស៊ីហើយវាចុះមកឃើញទេអញ្ចឹងនៅក្នុង time frame ធំមិនតិចលេខណានៅពេលដែលបង្ហាញ liquidity sweep អ្នកនរគ្នាឃើញមើល11លេខឬក៏12លេខប៉ុន្តែជាទូទៅយើងដែល trade hold ដល់10លេខជាងអត់ទេ5លេខ6លេខ3លេខអីយើងកាត់ចោលបាត់ហើយណាយើងយកផលចំណេញបាត់ហើយអូខេអញ្ចឹង liquidity sweep យើងចាប់មកអាណាដែល sweep ដោយ week អញ្ចឹងយើងចាប់មកណាជា liquidity sweep អញ្ចឹងយើងមើលកន្លែងនេះយើងអាច trade បាន entry មួយតែនេះអញ្ចឹងកន្លែងនេះយើងមើលទៀតតែអាណា sweep អត់នេះឃើញអាស៊ីវាមក sweep and New York អញ្ចឹងយើងចាប់ឲ្យដល់កពូវាមកណាយើងឃើញអូខេអាស៊ី sweep New York ចុះមកដល់ពេលយើងចូលនេះមើលទៀត London season ឃើញទេ New York មក sweep អូខេអញ្ចឹងយើងអាចដឹងអាណាអត់ sweep យើងអត់លេងវាចូល condition ថ្មីមួយទៀតវាចូល liquidity run អីចឹងទៅអញ្ចឹងខ្ញុំបញ្យល់អានេះខ្ញុំបញ្យល់ទៅមួយ liquidity sweep សិនបើសិនជាវា sweep high យើងរកឱកាស sell sweep low រកឱកាស buy អូខេអញ្ចឹងយើងមើល season មួយណាក៏អាច sweep season មួយណាបានដែរអត់ប្រកាន់ទេណាអញ្ចឹងយើងមើលអានេះ low វិញ low អានេះ liquidity buy គេ New York ឃើញទេវា sweep ដល់ week គេអញ្ចឹងត្រូវចាំថានៅពេលដែលវា sweep ត្រូវឲ្យវាបិទ candle សិនវា close candle សិនណាអញ្ចឹងมันបញ្ជាក់ថាវា sweep បើសិនក្នុងករណីវាអត់ទាន់បិទទេអាហ្នឹងយើងអត់ទាន់ចាប់បានទេដោយសារតែ
យើងអត់ដឹងថា100%វាជា liquidity sweep ជួនកាលវាអាចជា liquidity run វិញអូខេអញ្ចឹងយើងមើលមកអញ្ចឹង liquidity កាលណាដែលវា sweep ហើយបានន័យថាវា fail ហើយយើងយកអា liquidity ថ្មីមកណានេះយើងចាប់ទីមកឃើញវា sweep រហូតទេអូខេនេះលុយម្ដង2ដង3ដងឃើញលុយអញ្ចឹង liquidity sweep មានតែប៉ុណ្្នឹងទេណាបើសិនជាវា sweep low រកអាកាសបាយឡើង sweep high រកអាកាស share តម្លាក់ចុះវិញអូខេអញ្ចឹងខ្ញុំបង្ហាញទៅលើ liquidity run មួយទៀតអញ្ចឹងតើតើមួយ liquidity run គឺ liquidity ដូចគ្នាក៏ប៉ុន្តែវា break liquidity នឹងដោយ candle ឧទាហរណ៍ថាកន្លែងនេះគឺជាតម្លៃ high មួយនៃ liquidity high មួយបើ season ណាក៏ដោយខ្ញុំជាការឧទាហរណ៍នៅពេលដែលវា liquidity run ហ្នឹងគឺគេអាចហៅថា liquidity run ឬក៏ break of structure ណា BUS ហ្នឹងវាដូចតែគ្នាទេណាអញ្ចឹងខ្ញុំហៅថា liquidity run អញ្ចឹង liquidity run ហ្នឹងគឺនៅពេលដែលដល់តំបន់ liquidity ហ្នឹងវាមិនបង្ហាញជាការ sweep ទេកាលណាដែលបង្ហាញ sweep ឲ្យចុះមកក្រោមទេអញ្ចឹងយើង sell បានអញ្ចឹង liquidity run កាលណាដែលវា run ឡើងទៅលើហើយគេរកឱកាសបាយឡើងនៅពេលដែលវាចុះមកចាក់ចូលនៅកន្លែងហ្នឹងអញ្ចឹងកន្លែង liquidity នីមួយៗវា strong ទៅដោយ momentum ឧទាហរណ៍ថា high វា strong momentum sell អញ្ចឹងនៅពេលដែលវាផ្ដាច់តម្លៃនឹងបានន័យថាវាបង្កើតនៅ volume វាបង្កើតទៅជា fair value gap អញ្ចឹងនៅពេលដែលទីផ្សារវា retest មកចាក់ចូលតម្លៃ gap គេរកឱកាសបាយឡើងទៅលើវិញអូខេបាយឡើងទៅលើវិញជាមួយខ្ញុំឲ្យអ្នកទាំងអស់គ្នាឃើញណាអញ្ចឹង liquidity run គឺវា break ដោយ candle liquidity sweep ដោយ wick ត្រូវចាំប៉ុណ្ណឹងណាឥឡូវខ្ញុំចាប់នៅកន្លែងនេះហើយ liquidity sweep អញ្ចឹងយើងចូល liquidity run តអូខេអញ្ចឹងយើងឃើញកន្លែងនេះជា season មកអូខេ Asia season បើយើងអត់ដឹងយើងមើលទៅអត់ដឹងថាទីផ្សារមូលហេតុវាឡើងហើយប៉ុន្តែបើយើងរៀន ICT យើងចាក់ទៅយើងឃើញពីមូលហេតុក៏ដូចជាហេតុផលដែលវាឡើងទៅលើបានណាអញ្ចឹងឃើញវា break តម្លៃ liquidity នឹងដោយ candle ហើយ break ដោយ candle បង្កើតនៅជា fair value gap អញ្ចឹង fair value gap ខ្ញុំបង្ហាញហើយឃើញចាក់ចូល fair value gap គេរកឱកាសបាយឡើងឃើញអញ្ចឹងកន្លែងនេះនៅពេលដែលវា break តម្លៃ gap អញ្ចឹងអានឹងគេហៅទៅជា IFVG ឬក៏ inversion FVG អញ្ចឹងជារៀនបន្ទាប់យើងនឹងចូលទៅដល់ condition មួយហ្នឹងឬក៏ lesson មួយហ្នឹងបន្តទៀតក៏ប៉ុន្តែឥឡូវយើងដឹងថា liquidity sweep ឬក៏ liquidity run សិនណាយើងដឹងវាសិនហើយយើងចាប់វាច្បាស់មកនៅពេលដែលវា sweep អញ្ចឹងយើងទៅសេថា sweep មក liquidity sweep មកអានេះយើងទៅសេថា liquidity run ទៅណាដល់នេះ sweep យើងថា sweep មកអូខេអញ្ចឹងកាលណា liquidity run វា retest ចុះមកចាក់ចូល gap គេរកឱកាសបាយឡើងប៉ុន្តែយើងមើល price action នៅក្នុងតម្លៃ gap នេះតើនៅពេលដែលវាចុះមកនេះតើវា respect តម្លៃ gap ហ្នឹងអត់ volume នៅកន្លែងហ្នឹងវានៅតែបន្ត strong អត់បើសិនវានៅ strong អូខេបាយឡើងមកអត់បញ្ហាណាយើងកំណត់ S ឲ្យបានត្រឹមត្រូវមកណាអញ្ចឹងកន្លែង liquidity run យើងសរសេរ liquidity run ទៅអូខេ liquidity run មកនេះឃើញទេ liquidity run អូខេកាលណា liquidity run វាតែងតែបង្កើតនៅ gap អូខេឃើញទេចាក់ចូល gap ហោះស្ទុយចាក់ចូល gap ហោះស្ទុយអញ្ចឹងយើងមើលមក sweep ហើយធ្លាក់ក្តុកអូខេអញ្ចឹងយើងមើលកន្លែងនេះមក sweep ឃើញទេលុយ sweep លុយសុទ្ធតែលុយអូខេយើងមើលមកអានេះ liquidity run ឃើញទេសុទ្ធថាយើងអត់រៀនយើងដឹងអត់ដឹងទេអូខេ liquidity run ចាក់ចូល gap ធ្លាក់មកក្តុកឃើញទេអញ្ចឹងយើងមើលនេះមក liquidity គេ sweep ដែរអូខេទីនោះ sweep គេ sweep មិនតិចទេជាទូទៅបើសិនជាវាបានចន្លោះពី3លេខ5លេខក៏ល្អប៉ុន្តែបើយើងមើល price action ជាក់ស្ដែងនៅពេលដែលវាអត់ដល់5លេខ3លេខឲ្យតែមាន confirm model យើងលេខមកណាយើងលេខមកអីយ៉ាអូខេអញ្ចឹង liquidity sweep ដោយ wick liquidity run break ដោយ candle អញ្ចឹងយើងចាប់មកណាអាណា liquidity run គេនេះ sweep ធ្លាក់មកនេះ break អានេះបង្កើត gap អូខេបង្កើត gap liquidity run បង្កើត gap ចាក់ចូល gap ហោះស្ទុយឃើញទេនៅតែបន្តហោះឃើញចាក់ចូល gap ហោះស្ទុយ liquidity run អានេះ opening gap អាដាច់អញ្ចឹង opening gap វាមានnew week opening gap ឬក៏ day opening gap នៅពេលដែលបើកថ្ងៃផ្សារអាទិត្យវាមិនខ្លាផ្សារវាមិន close អញ្ចឹងកាលណាដែលបើកផ្សារមកវាដាច់អញ្ចឹងអានឹងហៅថាជា opening gap អូខេ opening gap ដាច់ចឹងហៅថា opening gap បើសិនជា day opening gap ឧទាហរណ៍ថ្ងៃច័ន្ទថ្ងៃអង្គារបើកមកវាដាច់អញ្ចឹងគេហៅថា day opening gap ប៉ុន្តែបើសិនជាថ្ងៃសៅរ៍អាទិត្យគេហៅថា new week opening gap អូខេអញ្ចឹងអ្នកនរគ្នា analyze ហើយតែដាក់នៅក្នុងchat របស់ខ្ញុំផ្ទាល់ក៏បានឬក៏ community របស់ខ្ញុំក៏បានដែរណាយើងចាប់មកនេះជា liquidity sweep អូខេអានេះ liquidity run យើងទៅ save មកដើម្បីជាការ analyze ឬក៏ការទុតិយទុកមុនឬជាការវិភាគរបស់យើងណា
តែយើង respect ថាឥឡូវមាសវាចុះឬក៏ឡើងអាហ្នឹងយើងជាខ្លួនឯងមិនបាច់ចាំទៅពឹងអ្នកណាទេអូខេ liquidity run មកបស្អីទាំងអស់មកអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេតើតើមើល liquidity sweep ហើយ liquidity run អូខេអរគុណច្រើន